សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងវីដេអូរបស់ខ្ញុំជាបន្តទាក់ទងជាមួយនឹងការផលិតនៅស្នាដៃសិល្បៈគំនូររបស់ខ្ញុំចាបន្ទាប់ពីខ្ញុំបានគូសព្រាងនៅក្នុងกระดาษហើយគឺខ្ញុំបានយកវាមកគូសនៅក្នុង digital ចាអញ្ចឹងដំណើរការបែបនេះគឺជាដំបូងសម្រាប់ការគូសរបស់ខ្ញុំគឺខ្ញុំគូសឡាញនឹងឲ្យបានច្បាស់សិនចាពីលម្អិតពីគ្រប់កន្លែងទាំងអស់ដែលខ្ញុំបាន sketch ហ្នឹងដើម្បីយើងធ្វើវាសម្រាប់ទុកចាក់ពណ៌ចាបន្ទាប់ពីយើងគូសឡាញរួចហើយចាឈានចូលមកដល់ការចាក់ពណ៌អញ្ចឹងគឺខ្ញុំចាក់ពណ៌យកតែម្ដងហើយបន្តមកទៀតទៅបានខ្ញុំចាប់ផ្ដើម detail នៅក្នុងរូបហ្នឹងជាមួយនឹងពណ៌ដែលយើងធ្វើការវាយស្រមោលចាជាមួយនឹងពណ៌នីមួយៗដែលខ្ញុំបានប្រើហ្នឹងចាគឺសម្រាប់ការងារនេះគឺវាចាយពេលយូរដែរហើយនឹងទាមទារនៅការអត់ធ្មត់បន្តិចដែរហើយសម្រាប់ពណ៌គឺខ្ញុំលេងច្រើនមែនទែនដូច្នេះធ្វើឲ្យស្នាដៃនេះរៀងចំណាយពេលយូរចាគឺខ្ញុំប្រើ tool select ទៅលើពណ៌ដែលខ្ញុំបានចាក់ហើយយើងធ្វើការស្រែកពណ៌វាម្ដងមួយគ្រប់កន្លែងទាំងអស់ចាហើយខ្ញុំតែងតែធ្វើបែបនេះជាប្រចាំចាសម្រាប់ពណ៌វិញគឺពេលខ្លះគឺខ្ញុំមានការភាំងហើយនឹងមានការផ្លាស់ប្ដូរពណ៌ខ្លះដែរនៅពេលដែលយើងលាយពណ៌បញ្ចូលគ្នាទៅវាធ្វើឲ្យពណ៌នឹងវាមិនបានស្អាតដូច្នេះខ្ញុំត្រូវធ្វើការដូរពណ៌សាឡើងវិញហ្នឹងគឺមានកន្លែងខ្លាំងគឺច្រើនដងដែរចាតម្រាំតែដល់ចំណុចមួយដែលខ្ញុំគិតថាអូខេអញ្ចឹងគឺស្នាដៃនឹងវារួចរាល់ត្រឹមប៉ុណ្ណឹងទើបបានខ្ញុំឈប់ធ្វើការផ្លាស់ប្ដូរចាអញ្ចឹងសម្រាប់គំនូររបស់ខ្ញុំដូចទាំងអស់គ្នាដែលធ្លាប់មើលវីដេអូខ្ញុំពីមុនមកប្រកាសជាបានឃើញហើយតាក់ទងជាមួយនឹងការប្រើប្រាស់ពណ៌ក៏ដូចជារូបរបស់ខ្ញុំគឺមានភាពលម្អិតក៏ដូចជាការគូសនឹងគឺច្រើនចាហើយជាពិសេសគឺពណ៌នឹងតែម្ដងគឺខ្ញុំ challenge ពណ៌មែនទែនចាតាក់ទងជាមួយនឹងគំនូរមួយដូច្នេះហើយធ្វើឲ្យការងាររបស់ខ្ញុំមើលទៅមានភាពស្មុគស្មាញហើយនឹងពោពេញទៅដោយពណ៌ចម្រុះចាសូមអរគុណបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាការតាមដាននៅវីដេអូរបស់ខ្ញុំសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយនឹងមានអ្វីប្លែកចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាជាបន្តទៀតអរគុណច្រើនសូមជម្រាបលា